នៅពេលថ្ងៃបុរសគឺជាមនុស្សវ័យកណ្ដាលអ្នកប្រមូលសម្រាមប៉ុន្តែនៅពេលយប់គាត់ទៅស៊ូដើម្បីសម្រេចថាតើរថយន្តប្រណីតមួយណាដែលត្រូវបើកចេញសម្រាប់ការសប្បាយសូម្បីតែកូនប្រុសបង្កើតរបស់គាត់ក៏ដោយមិនដឹងថាឪពុករបស់គាត់នោះទេអ្នកមានជាងគេលើលោកគាត់នៅតែគិតគាត់កើតក្នុងគ្រួសារក្រីក្រសូឯងដើម្បីគេចពីស្ថានភាពរបស់គាត់បានស្បោះខិតខំសិក្សានិងផ្លាស់ប្ដូរជីវិតរបស់គាត់អ្វីគ្រប់យ៉ាងដែលក្មេងប្រុសធ្វើត្រូវបានកត់សម្គាល់ដោយគ្រូគាត់គិតពីភាពក្រីក្ររបស់ក្មេងប្រុសប្រវត្តិគ្រួសារសាលាសម្រេចចិត្តជួយផ្គត់ផ្គង់គ្រួសាររបស់គាត់ផ្នែកហិរញ្ញវត្ថុនៅពេលណាបុរសនោះដឹងថាសាលានឹងមកដល់ដើម្បីជួយគ្រួសារគាត់ព្យាយាមពន្យល់ទោះបីពួកគេមើលទៅក្រីក្រក៏ដោយមិនត្រូវការជំនួយប៉ុន្តែវិនាទីបន្ទាប់ប្លបនៃភពបក្សីដីខាងស្ដាំនៅលើគាត់នាយកគិតថាបុរសនេះគ្រាន់តែជីមានមោទនភាពដូច្នេះគាត់ជំរុញឲ្យគាត់ប្រឈមមុខនឹងការពិតហើយទទួលយកជំនួយប៉ុន្តែបុរសនោះមិនព្រមខ្វល់ពីអ្វីដែលនាយកនិយាយឃើញគេក្រុងថតរូបដើម្បីរំលឹកវាគាត់ទៅភ្លាមនៅខាងក្នុងហើយត្រឡប់មកវិញដោយស្លៀកពាក់ឈុតប្រណិតគ្រប់គ្នាស្រឡាងកាំងកន្លែងមុនពេលនរណាម្នាក់អាចប្រតិកម្មបុរសប្រគល់អំណោយដល់នាយកសាលាហើយប្រាប់ពួកគេចាប់ផ្ដើមថតរូបទាំងអស់គ្នាមានអារម្មណ៍ថាមានអ្វីមួយបិទវាដូចជាមួយដែលត្រូវបានជួយបានคล้ายជានាយកជំនួសវិញបន្ទាប់ពីរូបភាពត្រូវបានថតបុរសនិយាយថាគាត់មិនអាចទទួលយកការផ្គត់ផ្គង់ទាំងនេះបានទេពួកគេគួរតែត្រូវបានផ្ដល់ឲ្យមនុស្សដែរតាមពិតត្រូវការពួកគេប៉ុន្តែសំខាន់ទទូចឲ្យប្រគល់ពួកគេទៅគាត់ដោយនិយាយថាពួកគេត្រូវបានបរិច្ចាគដោយបុរសដែលមានជាងគេបំផុតក្រុមហ៊ុនបុរសកំពុងគិតពីរបៀបធ្វើពន្យល់រឿងនេះនៅពេលដែលភ្លាមនោះអនុប្រធានក្រុមហ៊ុនមកដល់ដោយសារតែក្រុមហ៊ុនកំពុងជួបការលំបាកមួយចំនួនអេបមកសួរបុរសនោះយ៉ាងប្រញាប់អំពីជំហានបន្ទាប់ដរៀបណាគាត់ដើរនៅក្នុងគ្រប់គ្នាមានការភ្ញាក់ផ្អើលនាយកសាលាសូមអរគុណអេបសម្រាប់ការបរិច្ចាគនិយាយថាគាត់នៅទីនេះដើម្បីជួយអ្នកក្រីក្រគ្រួសារប៉ុន្តែអេបមើលឃើញថាបុគ្គលនោះការទទួលបានការគាំទ្រគឺជាសៀវផ្ទាល់របស់គាត់ឈុតនេះคล้ายទៅជារឿងគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់បុរសមិនពន្យល់ច្រើនទេដែលឃើញស្ថានភាពព្រោះកូនប្រុសរបស់គាត់ចិត្តคล้ายជាបណ្ដេញចេញពីសាលាគាត់ខ្លាចថាប្រសិនបើការសន្ទនាបន្តលើអត្តសញ្ញាណរបស់គាត់នឹងត្រូវបានបង្ហាញដូច្នេះគាត់ផ្ដល់សញ្ញាអេបទៅសូមឲ្យនាយកសាលានិងអ្នកដទៃទៀតចាក់ចេញបន្ទាប់ពីពួកគេទាំងអស់គ្នាបានចាក់ចេញពីបុរសនោះផ្លាស់ប្ដូរចូលទៅក្នុងសម្លៀកបំពាក់រហែករបស់គាត់នឹងចាប់ផ្ដើមពិភាក្សាអំពីអនាគតរបស់ក្រុមហ៊ុនផែនការជាមួយអេបគឺខ្លាំងណាស់ឆ្ងល់ថាហេតុអ្វីបានជាបុរសប្រព្រឹត្តចំពោះខ្លួនកូនប្រុសតាមរបៀបនេះប៉ុន្តែបុរសនោះនិយាយថាគាត់គ្រាន់តែចង់ឲ្យកូនប្រុសរបស់គាត់ធំឡើងមានសុខភាពល្អជីវិតធម្មតារៀបការហើយមានកុមារគាត់មិនចង់ឲ្យកូនប្រុសរបស់គាត់ទទួលបានទេជាប់ក្នុងសង្គ្រាមចំនួនដោយសារតែបន្ទាប់មកគាត់នឹងមិនសប្បាយចិត្តហើយនៅពេលនោះពេលក្មេងប្រុសត្រឡប់មកពីសាលារៀនឃើញរថយន្តទំនើបជាច្រើនចតនៅខាងមុខផ្ទះរបស់គាត់មិនអាចជួយអ្វីបានប៉ុន្តែភ្ញាក់ដូច្នេះគាត់ប្រញាប់ទៅផ្ទះដើម្បីមើលថាមានអ្វីកើតឡើងប៉ុន្តែដោយមិននឹកស្មានដល់បានរត់ចូលទៅក្នុងស្ត្រីនោះអនុប្រធានក្មេងប្រុសសួរភ្លាមឪពុករបស់គាត់ដែលនាងជាឪពុកមិនពន្យល់ទេផ្ទុយទៅវិញគាត់បញ្ជូនក្មេងប្រុសទៅរៀនព្រោះក្មេងនោះយូរការប្រឡងសំខាន់បំផុតនៃជីវិតរបស់គាត់ថ្ងៃស្អែកថាតើគាត់អាចឡើងដល់កំពូលសាកលវិទ្យាល័យអាស្រ័យលើការបាញ់មួយនេះឆាប់លទ្ធផលតេស្តរបស់ក្មេងប្រុសចេញមកមិនត្រឹមតែប៉ុន្តែសូម្បីតែគ្រូរបស់គាត់ក៏មកដោយផ្ទាល់ដែរអបអរសាទរគាត់គ្រូប្រាប់ឪពុកនិងកូនថាដើម្បីអបអរក្មេងប្រុសនេះត្រូវបានអនុញ្ញាតឲ្យចូលសាកលវិទ្យាល័យកំពូលមួយសាលាកំពុងរៀបចំការប្រារព្ធពិធីពិសេសពិធីជប់លៀងគ្រូក៏រំលឹកបុរសនោះដើម្បីស្លៀកពាក់សមរម្យសម្រាប់ព្រឹត្តិការណ៍មិនយូរប៉ុន្មានថ្ងៃនៃពិធីជប់លៀងបានមកដល់បុរសមិនត្រឹមតែមិនផ្លាស់ប្ដូរសម្លៀកបំពាក់របស់គាត់ទេប៉ុន្តែក៏ជិះចេញទៅលើខូចចាស់របស់គាត់មើលទៅដូចជាអ្នកប្រមូលសម្រាមដូចគាត់ដែរមកដល់ដោយរីករាយដើម្បីចូលរួមពិធីជប់លៀងគាត់ត្រូវបានបញ្ឈប់ដោយមិត្តរួមថ្នាក់របស់កូនប្រុសគាត់បុរសនិយាយថាគាត់នៅទីនេះសម្រាប់ពិធីជប់លៀងមិត្តរួមថ្នាក់បានដេញគាត់ទៅឆ្ងាយនៅពេលដែលពួកគេបានប្រកែកក្មេងប្រុសនោះដើរទៅហើយប្រាប់មិត្តរួមថ្នាក់ថានេះគឺជារបស់គាត់ឪពុកឆាប់ដូចដែលគាត់និយាយថាសូម្បីតែសិស្សដែលឆ្លងកាត់ចាប់ផ្ដើមចំអកក្មេងប្រុសពួកគេថែមទាំងនិយាយលេងថា cosplay បុរសនេះខឹងយ៉ាងខ្លាំងនៅឈុតដូចគាត់ហ៊ីបនឹងវីបោសាស្ត្រាចារ្យដ៏ល្បីល្បាញបំផុតនៅក្នុងទីក្រុងក៏មកដល់ពិធីជប់លៀងសៀងវេ
បុរសដែលសាស្ត្រាចារ្យគិតថាគាត់ជាមនុស្សសិទ្ធិប្រយោជន៍អ្នកប្រមូលដូច្នេះគាត់ប្រាប់នរណាម្នាក់ឲ្យបោះគាត់ចេញបន្ទាប់ពីបានដឹងថាបុរសនោះគឺជាឪពុករបស់ក្មេងប្រុសគឺសាស្ត្រាចារ្យតក់ស្លុតប៉ុន្តែសម្លៀកបំពាក់របស់បុរសនោះពិតជាមិនសមរម្យបន្ទាប់ពីបង្រៀនគាត់សាស្ត្រាចារ្យចាក់ចេញពេលដែលគ្រូឃើញរបៀបដែលបុរសស្លៀកពាក់គាត់ឃើញវាខ្លាំងណាស់មិនសមហេតុផលគាត់ក៏ទាញបុរសនោះចេញរងចាំនៅជ្រុងមួយប៉ុន្តែបុរសមិនធម្មតាសម្លៀកបំពាក់តាក់ទាញអ្នកដទៃយ៉ាងឆាប់រហ័សយកចិត្តទុកដាក់ខណៈដែលគេចំអកឲ្យបុរសនោះក៏ចំអកឲ្យក្មេងនោះថាមកពីគ្រូសាមិនខុសទេតែមកស្លៀកពាក់ដូចជាអ្នកប្រមូលសម្រាមនិងបង្កើតឈុតមួយខុសក្រោយពេលថាក្មេងប្រុសដើរទៅឪពុករបស់គាត់ហើយទាញគាត់អង្គុយចុះជាមួយគាត់បុរសអង្គុយចុះពូរបស់ក្មេងប្រុសចាប់ផ្ដើមចំអកឲ្យគាត់ប៉ុន្តែក្មេងប្រុសមិនអាចទ្រាំទ្របានហើយនិយាយមកវិញដោយមិននឹកស្មានដល់ពូបាត់បង់កំហឹងនៅទីសាធារណៈគាត់ស្ដីបន្ទោសក្មេងប្រុសគ្មានសុជីវធម៌ហ៊ានចូលជ្រៀតជ្រែកកិច្ចការចាស់ទុំថែមទាំងនិយាយថាអនាគតរបស់ក្មេងប្រុសនឹងពឹងផ្អែកលើគាត់អះអាងថាគាត់ជាសហគ្រិនល្បីឈ្មោះល្អជាងអ្នកសុំទានរបស់ពុកគាត់ពេលកំពុងនិយាយប្រាប់បុរសឲ្យចាកចេញព្រោះធំបាញ់ចិត្តមកដល់ហើយគាត់អត់ទេចង់ឲ្យបុរសនោះខ្មាស់គេប៉ុន្តែបុរសមិនអើពើនឹងគាត់ហើយទើបតែចាប់ផ្ដើមញ៉ាំក្មេងប្រុសមានអារម្មណ៍ខកចិត្តបន្តិចនៅពេលឃើញនេះហើយបន្ទាប់មកជាតួលេខអាថ៌កំបាំងលេខឡើងវាប្រែជាដូចគ្នាអេបស្ត្រីដែលបានមកជួបបុរសពីមុនហ្វូងមនុស្សដែលមិនដឹងខ្លួនឃើញនាងមកដល់ហើយទាំងអស់ក្រោកឈរស្វាគមន៍នាងដោយការគោរពប៉ុន្តែបុរសនោះនៅតែម្នាក់គត់កំពុងអង្គុយញ៉ាំពូរបស់ក្មេងប្រុសឃើញនេះហើយចោទបុរសនោះថាគ្មានអាកប្បកិរិយាសូម្បីតែសាស្ត្រាចារ្យចាប់ផ្ដើមស្ដីបន្ទោសគាត់ប៉ុន្តែនៅវិនាទីបន្ទាប់ស្ត្រីនិយាយថាធ្វើឲ្យអ្នករាល់គ្នាស្រឡាំងកាំងទាំងស្រុង